វែកញែកពី content creator ម្នាក់ដែលគាត់ថតខុសវីដេអូនៅភ្នំដំរីរមៀលហ្នឹងតែម្ដងគឺអត់និយាយរឿងហ្នឹងគឺអត់បានតែម្ដងត្រូវតែនិយាយមកដល់ផ្ទះភ្លាមបើក Facebook មើលឃើញវីដេអូមួយហ្នឹងវាយមូលហេតុអីគេបានក្នុងនាមជា content creator ទៅនិយាយភាសាទាំងអស់ហ្នឹងខ្ញុំអត់មកវែកញែកថាអ្នកណាខុសអ្នកណាត្រូវទេគឺខ្ញុំលើកយកចំណុចមួយចំនួនដែលនៅក្នុងវីដេអូហ្នឹងយកមកនិយាយវែកញែកអញ្ចឹងនៅក្នុងវីដេអូនេះអ្វីដែលខ្ញុំចង់លើកមកវែកញែកនោះគឺពាក្យសម្ដីដែលគាត់បាននិយាយទៅកាន់ម្ចាស់គោថាមានខួរអត់ពាក្យនេះគឺពិតជាធ្ងន់ខ្លាំងមែនតើពាក្យនៅក្នុងវចនានុក្រមឬមួយក៏ពាក្យដែលសមរម្យមានច្រើនខ្លាំងមែនតើដែលនៅក្នុងនាមយើងជា content creator ចេញមកណែនាំត្រូវលើកឡើងមកនិយាយនៅក្នុងវីដេអូនេះគឺខ្ញុំសូមសិតពីបង Chris ដាណាចេញមកវែកញែករឿងមួយខ្ញុំគួរតែវែកញែករឿងមួយហ្នឹងឯងខ្ញុំក៏អាចធ្វើវីដេអូវែកញែកដែរអញ្ចឹងខ្ញុំសូមសិតពីបង Chris ដាណាគឺខ្ញុំនឹងមកវែកញែករឿងមួយនៅភ្នំដំរីរមៀលបងប្អូនទាំងអស់គ្នាប្រកាសជាដឹងហើយថាភ្នំដំរីរមៀលគឺពិតជាល្បីខ្លាំងមែនតើហើយមានបងប្អូនយើងទៅលេងច្រើនមែនតើមួយរយៈមុនប៉ុន្តែថ្ងៃនេះខ្ញុំគិតថាខ្ញុំគួរតែវែកញែករឿងមួយនេះវែកញែកពី content creator ម្នាក់ដែលគាត់ថតខុសវីដេអូនៅភ្នំដំរីរមៀលហ្នឹងតែម្ដងគាត់ចេញតែវីដេអូនៅភ្នំដំរីរមៀលហ្នឹងទេភាគច្រើនខ្ញុំអត់មកវែកញែកថាអ្នកណាខុសអ្នកណាត្រូវទេគឺខ្ញុំលើកយកចំណុចមួយចំនួនដែលនៅក្នុងវីដេអូហ្នឹងយកមកនិយាយវែកញែកអញ្ចឹងគឺខ្ញុំសូមអាន comment បងស្រីម្នាក់ដែលគាត់ចង់និយាយថាដីភ្នំហ្នឹងយល់មិនថាណែនមែនបានចេញមកជេកោហ្នឹងប៉ុន្តែនៅក្នុងហ្នឹងគាត់បានជេកោទេតែគាត់ជេម្ចាស់គោថាអត់គួរអត់អីចឹងទៅគឺជាភាសាមួយដែលអត់គួរនិយាយខ្លាំងមែនតើនៅក្នុងនាមជា content creator ហើយនៅពេលនោះគាត់បានតបទៅវិញថាខ្លួនឯងម្ចាស់គោមែនមិនបានឈឺចាប់ម៉េះហើយបងស្រីម្នាក់ហ្នឹងគាត់ក៏បានតបទៅវិញថាខ្ញុំទៅតែដឹងថាគោស៊ីស្មៅនៅតាមជើងភ្នំក៏មានមនុស្សនិយាយមិនចេះគិតដូចប្អូនដែរគេឲ្យប្អូនមែនបានខំទៅតាំងពីសัตว์ឡើង content creator ម្នាក់ហ្នឹងគាត់ក៏បានតបទៅវិញថាទៅម្ចាស់គោបើខ្លួនឯងមិនចេះទេកុំតាំងខ្លួនជាអ្នកចេះអីកុំចេញមកទាំងល្ងងវ៉ាវនៅក្នុងនាមជា content creator មូលហេតុអីគេបានជានិយាយភាសាទាំងអស់ហ្នឹងហើយបងស្រីម្នាក់ហ្នឹងគាត់ក៏បានតបមកវិញថាពាក្យល្ងងគួរតែប្រើជាមួយប្អូនទៅផ្សំព្រោះទាំងកាយវិការពីសម្ដីប្អូននិយាយចេញមកដូចអ្នកចេះដឹងណាស់អញ្ចឹងតែធៀបពិតល្ងង10គត់លោកតាម្ចាស់ភ្នំប្រកាន់គោស៊ីស្មៅកូនកើតក្រោយទេកន្លែងហ្នឹងជាកន្លែងដែលបងមើលគោតាំងពីមិនទាន់មានមនុស្សម្លេងម្លេះកុំចង់ល្បីពេកអូនសម្ដីប្អូនលើសពេកហើយគោវាស៊ីស្មៅនឹងយូរហើយណាស់តែអ្នកផុសហ្នឹងទើបស្គាល់ពេលល្បីភូមិនេះគេប្រឡែងគោតែអញ្ចឹងទេបងនិយាយដូចលើសពេកហើយសង្សារចាស់ខ្ញុំម្នាក់ហ្នឹងបានល្បីតិចតួចឈួតបាត់អ្នកធ្វើវីដេអូហ្នឹងមានចុចអត់ខ្ញុំមានដីនៅជិតជើងភ្នំហ្នឹង5ហិកតាដែរបើគេឈប់ឲ្យគោស៊ីស្មៅនៅលើភ្នំហ្នឹងអាចយកឲ្យស៊ីស្មៅនៅដីអូនបានបងគួរតែលុបវីដេអូនេះចេញទៅ content creator ម្នាក់ហ្នឹងគាត់ក៏បាននិយាយថាបងគ្រាន់តែចង់ឲ្យកន្លែងមានទេសភាពស្អាតបើកន្លែងហ្នឹងប្រឡែងគោដើរពេញហ្នឹងអាចនឹងប៉ះពាល់ដល់បងប្អូនដែលគាត់មកលេងនៅទីនោះអញ្ចឹងឥឡូវនេះគឺចូលមកកាន់វីដេអូវែកញែកទាំងអស់គ្នាញ៉ាំជូនទៅដល់ម្ចាស់គោជាពិសេសនៅក្នុងក្បាលហ្នឹងមានខួរបើមានខួរមិនយកគោមកប្រឡែងពីវាเป็นការពេញនៅជើងភ្នំដំរីរមៀលចឹងជើងភ្នំដំរីរមៀលយើងទេសភាពកំពុងតែសាដូចប្រឡែងគោអញ៉ៃអញ្ចឹងនៅក្នុងវីដេអូនេះអ្វីដែលខ្ញុំចង់លើកមកវែកញែកនោះគឺពាក្យសម្ដីដែលគាត់បាននិយាយទៅកាន់ម្ចាស់គោថាមានខួរអត់ពាក្យនេះគឺពិតជាធ្ងន់ខ្លាំងមែនតើពាក្យនៅក្នុងវចនានុក្រមឬមួយក៏ពាក្យដែលសមរម្យមានច្រើនខ្លាំងមែនតើដែលនៅក្នុងនាមយើងជា content creator ចេញមកណែនាំត្រូវលើកឡើងមកនិយាយបើសរុបជារួមទៅគឺពុកម៉ែបងប្អូនអ៊ំពូមីងយាយតាប្អូនបងគឺមានភាសាច្រើនមែនតើដែលយើងគួរនិយាយបើតាមខ្ញុំមើលនៅក្នុងវីដេអូនេះគឺអត់សមលើកយកពាក្យថាមានខួរឬអត់ខួរយកមកនិយាយនៅក្នុងវីដេអូនេះទេវាអាចនឹងប៉ះពាល់ដល់បងប្អូនក្មេងៗដែលគាត់ជាกระดาษសមើលមក content creator គាត់អាចនឹងគិតថាពាក្យហ្នឹងគឺជាពាក្យដែលគួរនឹងនិយាយព្រោះគាត់គឺជាกระดาษសគាត់អាចនឹងងាយប្រឡាក់ខ្លាំងមែនតើវាអីគឺប្រឡាក់ហ្នឹងបើមានខួរមិនយកគោមកប្រឡែងពីវាเป็นការពេញនៅជើងភ្នំដំរីរមៀលចឹងជើងភ្នំដំរីរមៀលយើងទេសភាពកំពុងតែសាអញ្ចឹងពីខ្ញុំទៅពាក្យថាមានខួរនៅក្នុងក្បាលហ្នឹងគឺពិតជាធ្ងន់ខ្លាំងមែនតើពាក្យសម្ដីដែលគួរប្រើគឺមានច្រើនខ្លាំងមែនតើអ៊ំពូមីងយាយតាបងប្អូននៅក្នុងនាមជា content creator គួរតែនិយាយពាក្យទាំងអស់ហ្នឹងអញ្ចឹងគឺខ្ញុំលើកតែចំណុចទាំងអស់ហ្នឹងមកនិយាយទេហើយតាក់ទងជាមួយនឹងគោគឺជាគោដែលខ្វៀលមិនមែនជាគោដែលមានខ្សែទេអញ្ចឹងបើសិនជាយើងទៅចិត្តគោភាគច្រើនអ្នកចិញ្ចឹមគោនៅក្នុងប្រទេសកម្ពុជាយើងទាំងអស់គឺសុទ្ធតែដឹងហើយសត្វគោនៅពេលដែលយើងទៅប៉ះទៅពលឬក៏ទៅចិត្តក្នុងនាមយើងមិនមែនជាម្ចាស់វាគឺវាផ្អើលហើយដោយសារតែរដូវនេះគឺជារដូវវស្សាគឺជារដូវដែលពុកម៉ែបងប្អូនអ៊ំពូមីងយាយតាគាត់ត្រូវធ្វើស្រែចម្ការអញ្ចឹងគឺយើងអត់មានកន្លែងចងទេក្រៅពីជើងភ្នំព្រោះគាត់រស់នៅក្បែរជើងភ្នំអញ្ចឹងស្រែទាំងអស់គឺសុទ្ធសឹងតែធ្វើចម្ការគឺធ្វើស្រូវនឹងឯងទើបគាត់គ្មានជំរើសបានយកមកចងនៅជើងភ្នំឬក៏ខ្វៀលនៅជើងភ្នំគឺយើងមិនមែនមានពេលទៅមើលវាខ្វៀលវាពេញ24ម៉ោងឯងព្រោះថាសត្វគោវាស្គាល់ផ្ទះគាត់ក៏ឆ្លៀតពេលទៅធ្វើការគាត់បន្ថែមទៀតដើម្បីរកប្រាក់ចំណូលឬមួយក៏ដើម្បីធ្វើការងារដែលនៅក្នុងផ្ទះចាំមន់ជ្រូកផ្សេងទៀតចឹងទៅត្រូវមើលថែកូនចៅធ្វើនេះធ្វើនោះប៉ះកង់ម៉ូតូឬមួយក៏ធ្វើអីធ្វើទៅដែលអ្នកស្រុកអ្នកភូមិគាត់តែងតែចំណាំធ្វើនឹងឯង អ
ការណាក្មេងៗផផស្រីៗតែគាត់មកអង្គុយញ៉ាំអីនៅជើងភ្នំម្ល៉េះដំណៀងការណាផ្អើរត់ចង់ជន់ពួកគាត់ទៀតបើសិនជាមានខួរជើញឈប់ឲ្យគោមកនៅជើងភ្នំម្ល៉េះ អញ្ចឹងពេលថាបើសិនជាមានខួរសូមអញ្ជើញឈប់យកគោយកមកចងកន្លែងហ្នឹងទៀតនៅក្នុងវីដេអូនេះខ្ញុំចង់ចោទសួរទៅកាន់បង content creator បន្តិចបើសិនជាអត់ឲ្យគាត់យកគោមកចងនៅហ្នឹងតើគាត់អាចទាំងមានប្រាក់ចំណូលទៅទិញស្មៅយកមកឲ្យគោស៊ីបានអត់ព្រោះថាស្មៅមួយបាច់មិនក៏1500ទៅ2000ដែរយ៉ាងតិចមួយថ្ងៃស៊ីអស់10ដុំចុះតើគាត់មានលុយពីណា ឈប់ឲ្យគោមកនៅជើងភ្នំម្ល៉េះដំណៀងហ្នឹងទៀតលេងតាណាប្រឡែងទៅកុំមកប្រឡែងនៅកន្លែងនេះអីកន្លែងនេះគឺមានបងប្អូនយកមកលេងច្រើន វាយហេតុអ្វីបានជាអត់ឲ្យពួកគាត់យកគោយកមកចងហ្នឹងចងណាចងទៅវ៉ាវពាក្យនេះគឺជាពាក្យមួយដែលក្មេងៗអត់គួរនិយាយទៅកាន់មនុស្សចាស់ប៉ុន្តែខ្ញុំក៏អត់ដឹងដែរថាអ្នកដែលគាត់យកគោយកមកចងហ្នឹងក្មេងក៏ចាស់ប៉ុន្តែចងណាចងទៅហ្នឹងវាគឺជាពាក្យមួយដែលពិបាកស្ដាប់បន្តិចដែរសម្រាប់ខ្ញុំអញ្ចឹងបើអត់ឲ្យគាត់យកទៅចងហ្នឹងគាត់យកទៅចងណាបើគាត់អ្នករស់នៅជើងភ្នំហ្នឹង កន្លែងនេះគឺមានបងប្អូនយកមកលេងច្រើនណាស់ជួយកាលណាផ្អើលទៅជន់ពួកគាត់ទៅគិតមិនណាបងប្អូនអរគ្នាជួយ share វីដេអូហ្នឹងឲ្យម្ចាស់គោបានឃើញផងហើយបើសិនជាបានឃើញហើយឈប់មកទៅលេងគោនៅកន្លែងនេះទៀតហើយបើសិនជាពាក្យពេចន៍ខ្ញុំនិយាយទៅលឺខ្វះខាតឬមួយក៏មានពាក្យពេចន៍មិនសមរម្យអីសូមអធិស្ឋានខ្ញុំផងព្រោះខ្ញុំនិយាយគឺខឹងពេកថ្ងៃមិញគឺខ្ញុំទៅដល់ គាត់និយាយពាក្យថាខឹងពេកតើនៅក្នុងនាមជា content creator ម្នាក់គួរនិយាយពាក្យហ្នឹងចេញមកអត់ហើយនិយាយអីអាងសំណុំពរតាមក្រោយហ្នឹងដូចពាក្យចាស់លោកពោលថាវាយក្បាលងែលខ្នងអញ្ចឹងពាក្យហ្នឹងគឺអត់ខុសទេ ថ្ងៃមិញគឺខ្ញុំទៅដល់គឺគោមកអញញ៉ៃពីហ្នឹងគឺអាចស្អុយពេញហ្នឹងហើយតំបន់ទេសចរយើងធម្មតាមានអាចគោធំក្លិននេះធំក្លិននោះបងប្អូនយើងមិនចង់មកលេងទៀត ហ្នឹងហើយអ្នកនរគ្នានៅក្នុងវីដេអូហ្នឹងខ្ញុំចង់និយាយតិចទៀតគឺថាអាចគោធំក្លិនត្រូវហើយអាចគោតែតែធំក្លិនហ្នឹងឯងវាធំក្លិនអាចគោខ្ញុំក៏ធ្លាប់ទៅលេងនៅហ្នឹងដែរធំក្លិនអាចគោវាជារឿងធម្មតាខ្ញុំក៏ធំក្លិនដែរខ្ញុំទៅក៏ខ្ញុំឃើញដែរប៉ុន្តែនៅក្នុងនាមខ្ញុំជា content creator ម្នាក់ខ្ញុំក៏អត់បានទៅគិតដល់ថាចេញវីដេអូខ្ញុំគិតថាវាជារឿងធម្មតាអ្នកដែលរស់នៅជើងភ្នំរដូវវស្សាគឺគាត់អត់មានកន្លែងចងគោឬមួយក៏គាត់អត់មានពេលទៅច្រូតស្មៅឬក៏អីទេកន្លែងហ្នឹងវាងាយស្រួលហ្នឹងឯងនៅក្នុងការឆ្លៀតពេលទៅធ្វើការនេះធ្វើការនោះឬក៏មើលថែកូនចៅគាត់អញ្ចឹងទៅ ថាខ្លួនឯងធ្វើចឹងត្រូវឬមួយក៏ខុសបើសិនជាខុសឆាប់កែចេញជាបន្ទាន់បើសិនជាគិតតែខ្លួនឯងត្រូវដឹងតែបងប្អូនរឿងជេរពេញហ្នឹងហើយចឹងអរគុណ អញ្ចឹងក្នុងនាមខ្ញុំជាអ្នកខេត្តតាកែវហើយក៏ជាអ្នកផលិតមាតិកាមួយរូបគឺអត់និយាយរឿងហ្នឹងគឺអត់បានតែម្ដងត្រូវតែនិយាយមកដល់ផ្ទះភ្លាមបើក Facebook មើលឃើញវីដេអូមួយហ្នឹងវាយមូលហេតុអីគេបានក្នុងនាមជា content creator ទៅនិយាយភាសាទាំងអស់ហ្នឹងភាសាច្រើនណាស់ដែលយើងគួរតែនិយាយមិនបានជាមិននិយាយចេញវីដេអូអប់រំវីដេអូក្រៃរំលឹកទៅកាន់ម្ចាស់គោវាយមើលវីដេអូហ្នឹងឯងខ្ញុំអត់ចង់ឆ្ងល់ឯងខ្ញុំនិយាយមែន ស្អីជាតម្លៃអញ្ចឹងការវែងនៃរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាគិតតែខ្ញុំនិយាយទៅខុសឬត្រូវកុំភ្លេច comment នៅខាងក្រោម Yes បើសិនជាការចេញវីដេអូរបស់គាត់ពុកម៉ែបងប្អូនទាំងអស់គ្នាគិតថាត្រូវ 10% 20% 100% កុំភ្លេច comment ខាងក្រោមឲ្យខ្ញុំបានដឹងផងឥឡូវនេះគឺថាខ្ញុំអស់កម្លាំងខ្លាំងមែនតើព្រោះថាអត់ទាន់បានញ៉ាំបាយទេ Follow